ពេលបរោះនោះកំពុងងូតទឹកគាត់ស្រាប់តែឃើញខ្លួនរួញតូចចិញ្ចៀនរៀបការបានរអិលចេញពីម្រាមដៃរបស់គាត់ប្រពន្ធមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញវានាងបានរកឃើញស្វាមីរបស់នាងដែលមានកម្ពស់2 ម៉ែត្រឥឡូវនេះពួកគេមានកម្ពស់ប្រហាក់ប្រហែលនឹងខ្លួនឯងអ្នកទាំងពីរបានប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យជាបន្ទាន់ប៉ុន្តែគ្រូពេទ្យរកមិនឃើញភាពមិនប្រក្រតីអ្វីទាំងអស់ពេលវេលាកន្លងផុតទៅយឺតរាងកាយរបស់ប៉ាវលូកាន់តែតូចទៅវាមិនចំណាយពេលយូរទេដើម្បីរួញតូចទៅទំហំប៉ុនបើទាត់គាត់ព្រួយបារម្ភថាឆ្មារបស់គាត់នឹងធ្វើឲ្យប៉ាវលូឈឺចាប់ប្រពន្ធរបស់គាត់បានបញ្ជូនឆ្មានោះទៅឆ្ងាយគាត់គ្រាន់តែនិយាយថាប៉ាវលូបានទទួលមរណភាពទៅហើយប៉ាវលូមានការខឹងសម្បារយ៉ាងខ្លាំងគាត់គិតថាប្រពន្ធរបស់គាត់មិនអាចទទួលយកខ្លួនឯងតូចតាចបែបនេះបានទេកូនស្រីបានដាក់ប៉ាវលូនៅក្នុងផ្ទះក្មេងលេងមួយប៉ុន្តែប៉ាវលូចូលចិត្តវាខ្លាំងណាស់ពីព្រោះទំហំនៃរបស់របរទាំងអស់គឺសំនឹងគាត់ឥឡូវនេះគាត់ថែមទាំងរាំជាមួយតុកតាទៀតផងកូនស្រីសប្បាយចិត្តណាស់ដែលបានឃើញគាត់រហូតដល់នាងញឹមប៉ុន្តែនៅពេលដែលកូនស្រីចង់និយាយជាមួយគាត់ត្រចៀករបស់ប៉ាវលូមិនអាចទ្រាំទ្រនឹងសំឡេងមនុស្សនិយាយគ្នាបានទេនៅពេលដែលរាងកាយរួនតូចសំឡេងរបស់វាក៏កាន់តែខ្សោយទៅសូម្បីតែសំឡេងប្រចាំថ្ងៃរបស់វាក៏ពិបាកស្ដាប់ដែរនៅថ្ងៃបន្ទាប់នៅពេលដែលប៉ាវលូនៅផ្ទះតែម្នាក់ឯងឆ្មានោះបានព្យាយាមលួចចូលផ្ទះតាមទ្វារសត្វចិញ្ចឹមគាត់បានចាប់ម្ជុលមួយដើម្បីការពារខ្លួនបន្ទាប់មកខណៈពេលដែលឆ្មាមិនបានយកចិត្តទុកដាក់វាបានដកថយយឺតប៉ុន្តែភ្លាមនោះឆ្មានោះបានប្រញាប់ប្រញាល់មកប៉ាវលូបានប្រញាប់ប្រញាល់ចេញពីទ្វារប៉ុន្តែបានធ្លាក់ចូលទៅក្នុងបន្ទប់ក្រោមដីភ្លាមជាសំណាងល្អគាត់បានធ្លាក់ចូលទៅក្នុងធុងសម្រាមវត្ថុផ្សេងនៅក្នុងនោះបានកាត់បន្ថយផលប៉ះពាល់នៃការដួលបន្ទាប់ពីប្រពន្ធរបស់គាត់បានត្រឡប់ទៅផ្ទះវិញគាត់រកប៉ាវលូមិនឃើញនៅកន្លែងណាទេប៉ាវលូបានយំយ៉ាងខ្លាំងប៉ុន្តែសំឡេងរបស់គាត់ស្រទន់ពេលគាត់ឃើញឆ្មាលូចូលប្រពន្ធរបស់គាត់មានអារម្មណ៍មិនល្អយ៉ាងខ្លាំងនៅក្នុងចិត្តប៉ាវលូចង់ទាក់ទាញចំណាប់អារម្មណ៍របស់គាត់ម្ដងមួយប៉ុន្តែគាត់រកមិនឃើញគាត់ទេអេលីសខ្ញុំនៅទីនេះប៉ាវលូចង់ចាក់ចេញពីបន្ទប់ក្រោមដីប៉ុន្តែសម្រាប់គាត់ឥឡូវនេះជណ្ដើរនៅក្នុងបន្ទប់ក្រោមដីខ្ពស់ពេកមិនអាចឡើងបានគាត់បានរកឃើញបេតតូចមួយហើយសរសេរឈ្មោះរបស់គាត់នៅលើដីដោយសង្ឃឹមថានរណាម្នាក់នឹងរកវាឃើញគាត់បានប្រើក្តាររឹងមួយដើម្បីសង់សំបុកតូចមួយហើយបិទចន្លោះទាំងអស់ឲ្យជិតឥឡូវនេះសូម្បីតែសត្វល្អិតតូចមួយក៏អាចសម្លាប់គាត់បានដែរបន្ទាប់ពីនោះប៉ាវលូបានស្នាក់នៅតាមជណ្ដើរជារៀងរាល់ថ្ងៃពេលគាត់ត្រូវបង្ខំឲ្យទៅជ្រុងផ្លូវពេលដែលគាត់ហៀបនឹងត្រូវលេបប៉ាវលូបានចាក់ក្បាលពីងពីងដោយម្ជុលមួយបណ្ដាលឲ្យគាត់ស្លាប់ដើម្បីជៀសវាងកុំឲ្យពីងពីងវាប្រហារគាត់ម្ដងទៀតចេកបានរើសឈើគូសមួយហើយដុតខ្សែក្រដាសតូចមួយភ្លើងបាននាំមកនៅភាពកក់ក្ដៅបន្តិចដល់បន្ទប់ក្រោមដីដងងឹតហើយពីងពីងក៏មានការខ្លាចគាត់បន្តិចដែរនៅថ្ងៃនេះគាត់ស្រាប់តែសំឡេងជើងឡើងលើផ្ទះគាត់ព្យាយាមស្រែកខ្លាំងដូចមុនដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវប៉ុន្តែគាត់មិននឹកស្មានថាភ្ញៀវនោះជាភ្នាក់ងារអចលនទ្រព្យទេសំឡេងរបស់យ៉ាក់តូចជាងសំឡេងរបស់មូសហើយវាច្បាស់ណាស់ថាគាត់មិនអាចជឿសំឡេងភ្នាក់ងារនិយាយទូរស័ព្ទបានទេយ៉ាក់ស្ទើរតែត្រូវបានភ្នាក់ងារជន់ជើងយ៉ាក់បានដឹងថាទោះបីជាប្រពន្ធរបស់គាត់កំពុងស្វែងរកគាត់ក៏ដោយគាត់បានបាត់ខ្លួនអស់រយៈពេលជាច្រើនថ្ងៃមកហើយប្រពន្ធរបស់គាត់ប្រហែលជាជឿថានាងត្រូវបានឆ្មាស៊ីហើយផ្ទះនេះលែងចាំបាច់ទៀតហើយពេលក្រឡេកមើលត្រីមាសដែលឃ្លាននៅក្នុងអាងងូតទឹកមិនឆ្ងាយប៉ុន្មានចេកដឹងថាទីបញ្ចប់របស់គាត់អាចនឹងស្ងាត់ដូចត្រីមាសនៅពេលដែលចេកមានអារម្មណ៍អស់សង្ឃឹមចំពោះអនាគតរបស់គាត់មូសយក្សមួយក្បាលស្រាប់តែហើរចេញពីកន្លែងមិនឆ្ងាយប៉ុន្មានពេលក្រឡេកមើលមូសដែលហើរចេញពីបង្អួចខាងលើចេកបានដឹងថាប្រហែលជាគាត់អាចរត់គេចពីបន្ទប់ក្រោមដីនេះហើយរស់នៅបានប៉ុន្តែដោយសារតែកម្ពស់រាងកាយរបស់យ៉ាក់មានត្រឹមតែ5 មីលីម៉ែត្រវាពិបាកសម្រាប់គាត់ក្នុងការទៅដល់បង្អួចកម្ពស់3 ម៉ែត្រទោះជាយ៉ាងណាក៏ដោយបើប្រៀបធៀបទៅនឹងការរងចាំសេចក្តីស្លាប់នៅក្នុងបន្ទប់ក្រោមដីយ៉ាក់សុខចិត្តស្លាប់ដោយចៃដន្យនៅតាមផ្លូវទៅកាន់បង្អួចគាត់ចាប់ផ្ដើមឡើងលើដោយប្រើកម្លាំងទាំងអស់របស់គាត់ដើម្បីរើឡើងបន្តិចសម្រាប់គាត់ដែលមានកម្ពស់5 មីលីម៉ែត្រវាត្រូវចំណាយពេលយ៉ាងហោចណាស់3ថ្ងៃដើម្បីឡើងដល់កម្ពស់វេទិកាក្នុងរយៈពេល3ថ្ងៃនេះគាត់គ្មានឱកាសសម្រាកនិងគ្មានវិធីដើម្បីបំពេញថាមពលរបស់គាត់ឡើងវិញទេប៉ុន្តែជាសំណាងល្អដោយសារឆន្ទៈដ៏មុតមមរបស់គាត់ទីបំផុតគាត់អាចឡើងដល់ទៅបាន4ថ្ងៃក្រោយមកបន្ទាប់ពីសម្រាកបាន2-3ម៉ោងយ៉ាក់បានសម្រេចចិត្តបន្តដំណើររបស់គាត់ប៉ុន្តែពេលក្រឡេកមើលស្នាមព្រះតឹង3 ម៉ែត្រនៅពីមុខគាត់យ៉ាក់ដឹងថាមានតែការលោតពីលើវាទេទើបគាត់អាចទៅដល់បង្អួចបានឆ្ងាយប៉ុន្តែយ៉ាងណាក៏ដោយដើមឈើផ្ដេកទាំងអស់បានងាប់អស់ហើយបន្ទាប់ពីរៀបចំខ្លួនបាន2-3វិនាទីចេកបានប្រញាប់ប្រញាល់ទៅរកស្នាមព្រះដោយមិននិយាយអ្វីទាំងអស់រាងកាយតូចមួយនេះចាប់ផ្ដើមផ្ទុះដោយកម្លាំងទាំងអស់របស់វាពេលគាត់ទៅដល់គែមស្នាមព្រះគាត់បានព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីឡើងពេលគាត់មកដល់ជញ្ជាំងថ្មចេកគិតថាគាត់អាចចាក់ចេញពីបន្ទប់